បាទសូមជម្រាបសួរអ្នកទាំងអស់គ្នាសុខសប្បាយជាទេថ្ងៃនេះ Hello everybody how are you today បាទថ្ងៃនេះខ្ញុំបាទ Mr. សំសុធាសូមការអនុញ្ញាតចូលខ្លួនមកបង្រៀនភាសាអង់គ្លេសថ្នាក់ដំបូងទៀតហើយបាទហើយថ្ងៃនេះផងដែរខ្ញុំបាទសូមយកនៅមេរៀនទី4បន្តដដែលបាទរៀនតាក់ទងនឹងស្រៈភាសាអង់គ្លេសស្មើនឹងស្រៈភាសាខ្មែរបាទហើយវីដេអូនេះផងដែរខ្ញុំបាទក៏សូមអធិស្ឋានទុកជាមុនតែលោកខ្ញុំបាទធ្វើទៅមានការខុសឆ្គងយ៉ាងណាគោលបំណងរបស់ខ្ញុំបាទគឺដើម្បីចែករំលែកនៅចំណេះដឹងអ្វីដែលខ្ញុំអាចចេះដឹងតិចតួចហើយខ្ញុំយកចែករំលែកបន្តបាទចំពោះពុកម៉ែបងប្អូនដែលគាត់មិនចេះភាសាអង់គ្លេសសោះតែម្ដងសម្រាប់អ្នកដែលចង់ចេះភាសាអង់គ្លេសថ្នាក់មូលដ្ឋានគ្រឹះបាទគឺដំបូងបាទថ្មីចេះតែម្ដងគឺអាចរៀនបានហើយសម្រាប់បងប្អូនដែលគាត់ចេះរួចរាល់ហើយច្បាស់ហើយពេលខ្លះផ្លិចបាទអាចរំលឹកជាមួយនឹងខ្ញុំបាទបានបាទហើយការរៀននេះកុំបង្ខំបាទជាម្ដងបន្តិចគង់នឹងចេះមុននឹងអាចឈានដល់គោលដៅនៃការចេះច្រើនលុះត្រាតែសន្សំពីមូលដ្ឋានគ្រឹះដំបូងហ្នឹងអញ្ចឹងហើយបានខ្ញុំបាទសុខចិត្តចំណាយពេលវេលាបាទធ្វើជាវីដេអូពិសេសសម្រាប់អ្នកដែលពុំមានពេលវេលាបាទទៅរៀននៅខាងក្រៅពេលខ្លះទំនេរបាទគេមិនលក់បាទអាចបើកមើលមួយផ្លែបាទប្រហែលជា 5-6 នាទីទេមើលទៅមើលមកបាទទុកជាការកំដរអារម្មណ៍បាទហើយកុំឲ្យខាតពេលវេលាបាទសូមចូលមេរៀនតែម្ដងមុននឹងចូលមេរៀនថ្មីខ្ញុំបាទសូមរំលឹកមេរៀនចាស់បាទម្សិលមិញបាទយើងបានរៀនបាទតាក់ទងនឹងស្រៈអ្វីស្មើភាសាបាទខ្មែរស្រៈអ្វីបាទចាំទាំងអស់គ្នាទេបាទម្សិលមិញគឺយើងរៀនស្រៈ E មែនអត់បាទស្រៈ E បាទ E ធំបាទ E តូចនេះស្មើនឹងស្រៈ E បាទស្រៈ E នេះស្រៈ E example ឧទាហរណ៍បាទ tell បាទនេះត្រីក្រមនេះណា tell ប្រាប់បាទប្រាប់អញ្ចឹងយើងប្រកបមកដើម្បីឲ្យអាន tell នឹងចេញលុះត្រាតែយើងស្គាល់ពាក្យនីមួយៗស្មើនឹងអក្សរខ្មែរអញ្ចឹង T បាទ T នេះស្មើនឹងថបាទស្រៈ E នេះស្មើនឹងស្រៈ E បាទហ្នឹងហើយស្រៈ E បាទ double L នេះស្មើនឹង លណាចាំមើលថបូកនឹងស្រៈ E ថេនឹងលថលបាទថលបាទថដាក់ស្រៈ E ថេនឹងលថលស្មើអញ្ចឹងគឺសួរប្រកបថ E ថេលថលប្រាប់ថលប្រាប់ Can you tell me the truth តើអ្នកអាចប្រាប់រឿងពិតដល់ខ្ញុំបានទេបាទហើយនេះជាមេរៀនដែលយើងរៀនមកសាមញ្ញសូមរំលឹកអញ្ចឹងអរគុណឥឡូវនេះថ្ងៃនេះយើងរៀនតាក់ទងនឹងស្រៈ I បាទ I ធំ I តូចស្មើនឹងស្រៈ E ភាសាខ្មែរម្ដងបាទដើម្បីឲ្យងាយយល់សូមមើលឧទាហរណ៍តែម្ដងណានេះត្រេពីក្រោមនេះបាទនេះសិតតែតំណាងឲ្យស្រៈ E ទាំងអស់បាទហើយមានជាខ្មែរបាទខ្មែរទាំងអស់ណាស្រួលអានទេបាទមើលទៅមើលមកចេះហើយតោះយើងមើលទាំងអស់គ្នា we hit គាត់វាខ្ញុំ he hits me ទាត់ kick ខ្ញុំទាត់បាល់ I kick the ball គ្រុន sick ខ្ញុំគ្រុនហើយ I am sick ផឹក drink ខ្ញុំមិនផឹកស្រាបៀរទេ I don't drink beer នៅតែ still ខ្ញុំនៅតែស្នេហ៍អ្នក I still love you ច្រៀង sing តើអ្នកចេះច្រៀងទេ Can you sing a song បាទហើយ complex ថ្ងៃនេះយើងរៀនស្រៈ I ស្មើភាសាខ្មែរស្រៈ E ឧទាហរណ៍ hit kick sick drink still sing បាទមេរៀនដែលខ្ញុំបានធ្វើនៅថ្ងៃនេះក៏សូមចប់ដោយសង្ខេបតែប៉ុណ្ណេះហើយបងប្អូនដែលចង់ចេះសូមទៅមើលមករហូតណាបាទយើងស្រួលទេ play ចុះ play ឡើងទៅបាទអានទៅអានមកបាទនឹងចេះហើយបាទវីដេអូដែលខ្ញុំបាទធ្វើនៅថ្ងៃនេះក៏សូមចប់ដោយសង្ខេបតែប៉ុណ្ណេះបាទសូមអរគុណសូមជម្រាបលាបាយបាយ再见明天见